បាទគ្រូជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដានទស្សនានៅ Channel Pri Talking ទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី1នៃខែឧសភាឆ្នាំ2026នៅក្នុងថ្ងៃនេះខ្ញុំមានអត្ថបទថ្មីមួយយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពាក់ព័ន្ធជាមួយនឹងប្រទេសអេរ៉ង់សហរដ្ឋអាមេរិកអ៊ីស្រាអែលបងប្អូនឃើញថាមួយរយៈពេលនេះដូចជាស្ងាត់ស្ងៀមប៉ុន្តែនៅតែក្តៅគគុកនៅឡើយទេដោយសារតែកំពុងតែចរចាគ្នារវាងអេរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកហើយទោះជាចរចាគ្នាស្វែងរកសន្តិភាពយ៉ាងណាក៏ដោយបងប្អូនក៏អេរ៉ង់មិនភ្លេចខ្លួនដែរក្នុងការស្វែងរកជាពិសេសគឺកន្លែងច្រកចូលដាក់អាវុធសំខាន់ៗនៅក្រោមដីដែលត្រូវបានបាក់ដីគ្របដណ្ដប់ដែលរកផ្លូវចូលទៅយកមិនឃើញប៉ុន្តែអាវុធនៅក្រោមដីរបស់អេរ៉ង់នោះគឺច្រើនមែនទែននេះបើតាមប្រភពសារព័ត៌មាន NBC News បងប្អូនណាគេបានដកស្រង់សម្ដីរបស់មន្ត្រីសហរដ្ឋអាមេរិកដូច្នេះហើយខ្ញុំនឹងលើកយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាបានដឹងតែម្ដងអេរ៉ង់កំពុងតែពន្លឿនក្នុងការជីកយកមីស៊ីលនិងអាវុធដែលបានកប់ក្នុងអំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវ៉ាស៊ីនតោនរបបអេរ៉ង់កំពុងតែប្រើប្រាស់អំឡុងពេលបត់ឈប់បាញ់ដ៏ផុយស្រួយជាច្រើនសប្តាហ៍ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងជីកយកមីស៊ីលគ្រាប់រំសេវនិងអាវុធផ្សេងៗដែលបានលាក់ទុកក្រោមដីឬក៏ជាប់នៅក្រោមគំនរបាក់បែកក្រោយពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដូច្នេះបងប្អូនឃើញថាឥឡូវនេះកិច្ចចរចាគឺកំពុងតែកើតមានប្រហែលសប្តាហ៍នេះណាបងប្អូនណាឃើញថាมันមានការវាយគ្នាទេប៉ុន្តែអេរ៉ង់គឺបានទៅជីកកកាយដើម្បីទៅយកអាវុធដែលបានកប់នៅក្រោមដីដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនឹងធ្វើឲ្យបាក់អគារគ្រប់ដណ្ដប់ច្រកចូលទៅយកមីស៊ីលទាំងអស់នោះឥឡូវនេះកំពុងតែកកកកាយដើម្បីទាញយកចេញមកក្រៅវិញបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយរូបនិងប្រភពពីរូបភាពផ្សេងទៀតដែលគេស្គាល់ពីស្ថានភាពច្បាស់លាស់តែម្ដងហើយការជំរុញឲ្យមានការជីកយកអាវុធទាំងនេះបានកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងរយៈពេលប្រមាណថ្ងៃថ្មីនេះតែម្ដងហើយខណៈដែលក្តីបារម្ភកាន់តែខ្លាំងឡើងនោះគឺការប្រយុទ្ធគ្នាអាចនឹងបន្តកើតឡើងវិញបើកិច្ចចរចាការទូតនឹងបរាជ័យដូច្នេះបងប្អូនដូចអ្វីដែលខ្ញុំនិយាយខាងដើមអញ្ចឹងមានន័យថាប្រសិនបើការចរចាការទូតមិនត្រូវរើគ្នាទេអារ៉ង់នឹងធ្វើការវាយម្ដងទៀតការខិតខំប្រឹងប្រែងនេះហាក់បីដូចជាមានគោលបំណងស្ដារសមត្ថភាពរបស់អេរ៉ង់ឡើងវិញអញ្ចឹងក្នុងការបើកការវាយប្រហារនៅទូទាំងតំបន់រួមទាំងការប្រើប្រាស់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដូចជាដ្រូនប្រសិនបើជាស្ថានភាពនោះគឺកាន់តែតានតឹងទៅមន្ត្រីអាមេរិកជឿជាក់ថាទីក្រុងតេអេរ៉ង់កំពុងតែព្យាយាមបង្កើតឡើងវិញនៅផ្នែកខ្លះនៃសមត្ថភាពមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់ខ្លួនយ៉ាងឆាប់រហ័សសូម្បីតែបន្ទាប់ពីការវាយប្រហារយ៉ាងទូលំទូលាយទៅលើទីតាំងបានបាញ់បង្ហោះនិងកន្លែងផលិតក៏ដោយត្រូវបានអាមេរិកនិងអ៊ីស្រាអែលចាប់ទីតាំងជាប់និងធ្វើការទម្លាក់ដើម្បីកំទេចប៉ុន្តែអីវ៉ាន់ឬក៏មីស៊ីលឬក៏គ្រាប់រំសេវទាំងនោះបានកប់នៅក្រោមដីដូច្នេះអេរ៉ង់កំពុងតែព្យាយាមក្នុងការកកកាយយកវាចេញមកវិញរូបភាពពីផ្កាយរណបបានបង្ហាញពីការប្រើប្រាស់គ្រឿងម៉ាស៊ីនធុនធ្ងន់ដើម្បីជីកយកគំនរបាក់បែកចេញពីច្រកចូលនៅមូលដ្ឋានមីស៊ីលក្រោមដីរបស់អេរ៉ង់ការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលកាលពីប្រមាណថ្ងៃកន្លងទៅបានបំផ្លាញទីតាំងផលិតកម្មនិងឃ្លាំងស្តុកមីស៊ីលជាច្រើនការវាយតម្លៃរបស់សហរដ្ឋអាមេរិកបានបង្ហាញថាអេរ៉ង់នៅតែរក្សាគោលជំហរនិងរក្សាបានប្រហែលពាក់កណ្ដាលនៃប្រព័ន្ធមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងប៉ុន្តែមន្ត្រីការពារជាតិអាមេរិកពេតេហេងស៊ីតធ្លាប់បាននិយាយថាអេរ៉ង់កំពុងតែជីកកកាយនិងស្រាវជ្រាវទីតាំងមួយចំនួនដើម្បីយកមីស៊ីលនិងឧបករណ៍ដែលបានបាញ់នោះដែលនៅសេសសល់យកមកបំពេញបន្ថែមនៅសមត្ថភាពថ្មីរបស់ខ្លួនទៀតបច្ចុប្បន្នកិច្ចចរចាដើម្បីបញ្ចប់ចំនួននៅតែជាប់គាំងខណៈដែលស្ថានភាពបច្ចុប្បន្នបងប្អូនណានៅតំបន់ឈូងសមុទ្រហូមូ Persian Gulf
នៅតែតានតឹងរួមទាំងបញ្ហារបាំងនាវានៅច្រកហូមុសអ្នកវិភាគព្រួយបារម្ភថាបើការទូតបរាជ័យអារងអាចនឹងប្រើប្រាស់សមត្ថភាពដែលកំពុងតែស្ដារឡើងវិញនេះដើម្បីបើកការវាយប្រហារសារជាថ្មីនេះបើតាមរបាយការណ៍ចេញពីព័ត៌មាន NBC News ដែលបានដកស្រង់ចេញពីព័ត៌មានមន្ត្រីអាមេរិកនិងប្រភពដែលស្គាល់បញ្ហាច្បាស់លាស់តែម្ដងហើយស្ថានភាពគឺកំពុងតែវិវត្តហើយនឹងអាចមានការផ្លាស់ប្ដូរឬក៏យ៉ាងណាខ្ញុំនឹងលើកជូនបន្ថែមដល់បងប្អូនទាំងអស់គ្នាប្រទេសចិនកំពុងតែបញ្ជូននាវាចរមួយចំនួនអមដំណើរកប៉ាល់ពាណិជ្ជកម្មរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រហូមុសប្រហែលជា 90% នៃប្រេងរបស់អ៊ីរ៉ង់នឹងគឺលក់ទៅឲ្យប្រទេសចិនហើយការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសចិនគឺថាច្រើនជាងគេនៅលើពិភពលោកប្រសិនបើទីក្រុងវ៉ាស៊ីនតោនព្យាយាមទប់ស្កាត់ការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់វាមិនត្រឹមតែច្របាច់កទីក្រុងតេហេរ៉ង់ទេវាកំពុងតែដាក់សម្ពាធដោយផ្ទាល់ទៅលើការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ទីក្រុងប៉េកាំងហើយនេះបងប្អូនគឺថាលែងជាវិបត្តិក្នុងតំបន់ទៀតហើយវាคล้ายជាការប្រជុំមុខដាក់គ្នាកងទ័ពជើងទឹករវាងប្រទេសមហាអំណាចចិននិងសហរដ្ឋអាមេរិកដូច្នេះបងប្អូនគឺរឿងនេះគឺកាន់តែក្តៅទៅហើយយើងមិនដឹងថាស្ថានភាពនេះនឹងនៅបានយូរប៉ុណ្ណាទេអាចនឹងវាយគ្នាសារជាថ្មីឬក៏យ៉ាងណាប៉ុន្តែសេដ្ឋកិច្ចឃើញថាពិបាកទប់ស្កាត់មែនទែនមកទល់នឹងពេលនេះតម្លៃប្រេងគឺកំពុងតែហក់ឡើងមកវិញហើយយើងឃើញថាតម្លៃប្រេងនៅក្នុងប្រទេសកម្ពុជាយើងកើនមកវិញហើយបងប្អូនណាកើនមកវិញហើយយើងចាំមើលថាតើក្រសួងនឹងធ្វើការប្រកាសបន្ថយចុះវិញឬក៏ឡើងទៅវិញឬក៏យ៉ាងណាយើងចាំតាមដានទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំមានអត្ថបទតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទទាំងអស់គ្នាផងដែរនៅក្នុងពេលនេះខ្ញុំបាទ Pri Talking ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្តសូមអរគុណ